សួស្តីប្រិយមិត្តអូតាគូទាំងអស់គ្នាថ្ងៃនេះយើងមកបន្តសាច់រឿង Detective Conan បន្តទៀតតែមុននឹងចាប់ផ្ដើមសូមអ្នកទាំងអស់គ្នាជួយចុច Subscribe ផងណាតោះទៅតាមដានសាច់រឿងបន្ទាប់សាច់រឿងបានចាប់ផ្ដើមឡើងនៅសារមន្ទីរមួយដែលគូដូហើយនិងមិត្តភក្តិគេទាំង3នាក់ទៀតកំពុងដើរមើលគ្រឿងអលង្ការនិងសម្ភារៈពីបុរាណនៅក្នុងសារមន្ទីរនោះបន្ទាប់ពីចាក់ចេញពីសារមន្ទីរគូដូហើយនិងមិត្តភក្តិគេទាំង3នាក់ក៏បានឃើញនៅក្រដាសមួយដែលមានរូបសញ្ញាដែលមានពាក្យថាអូរ៉ូហើយមិនត្រឹមតែមានពាក្យអូរ៉ូនោះទេយើងឃើញថាក៏មានរូបសញ្ញាដែលមានដូចជាប៉មឆ័ត្រហើយនិងត្រីជាដើមដែលភ្លាមៗមិត្តភក្តិទាំង3របស់គូដូក៏គិតថានេះគឺជាផែនទីទៅរកកំណប់ដែលគូដូគឺគ្មានចំណាប់អារម្មណ៍ក្នុងការរកកំណប់នេះទេដែលគិតថានេះគឺជាផែនទីคล้ายៗខណៈពេលនោះយើងឃើញថាមានបរិប3នាក់កំពុងតែស្វែងរកអ្វីមួយយ៉ាងតែរបស់ដែល3នាក់នោះកំពុងតែស្វែងរកនេះគឺជាផែនទីដែលក្រុមរបស់គូដូកំពុងតែកាន់នោះឯងបន្ទាប់មកពួកគេក៏បានចាប់ផ្ដើមធ្វើដំណើរទៅតាមផែនទីនៃកំណប់នោះហើយកន្លែងដំបូងដែលពួកគេត្រូវទៅនោះគឺទៅតាមរូបប៉មហើយភ្លាមៗពួកគេទាំង3ក៏ដឹងថាប៉មនោះនៅកន្លែងណាហើយពួកគេក៏ឆ្ពោះដំណើរទៅប៉មនោះភ្លាមខណៈពេលពួកគេទាំង4កំពុងឆ្ពោះដំណើរទៅកាន់ប៉មនោះយើងឃើញថាបរិស3នាក់ដែលបានស្វែងរកនៅកំណប់នោះដែរនោះក៏បានរត់តាមពួកគេផងដែរអំឡុងពេលនោះនៅក្នុងទូរទស្សន៍អ្នកសារព័ត៌មានបានផ្សព្វផ្សាយថាគឺកាលពីយប់មិញប៉ូលីសបានចាប់នៅឧក្រិដ្ឋកម្មជនជាតិអ៊ីតាលីមួយដែលមានឈ្មោះថា Dino Cavan ដែលប៉ូលីសចាប់គាត់បាននៅ Tokyo Tower ហើយប៉ូលីសបានព្យាយាមសួរលោកអំពីការដែលគាត់លាក់មាសចំនួន15000ដុំដែលគាត់បានលួចពីសារមន្ទីរតាមមកមើលក្រុមរបស់គូដូដែលពួកគេទាំង4កំពុងឆ្ពោះទៅ Tokyo Tower បន្ទាប់ពីពួកគេបានមកដល់ Tokyo Tower ហើយពួកគេគឺមិនដឹងថាទៅណាបន្ទាប់ទេហើយគូដូក៏បានគិតថារូបសញ្ញាទាំងអស់នេះគឺជារបស់ដែលមាននៅខាងក្រៅដូចជាអារូបនេះគឺជាមួកហើយអារូបនេះគឺជាលីអូហើយអារូបឆ័ត្រនេះគឺវាជាឆ័ត្រនឹងឯងគ្រាន់តែឮអញ្ចឹងភ្លាមពួកគេទាំង3ក៏គិតថាប្រកបណាស់កំណប់គឺនៅហាងលក់សម្លៀកបំពាក់ហើយគូដូបាននិយាយថាដូចជាវាមិនស្រួលពេកទេអីគ្រាន់តែនិយាយមិនទាន់ចប់ផងពួកគេក៏បានទៅហាងលក់សម្លៀកបំពាក់គ្រាន់តែដល់ហាងលក់សម្លៀកបំពាក់ភ្លាមពួកគេទាំង3ក៏ចាប់ផ្ដើមកោពេញហាងដើម្បីរុះរកកំណប់នឹងឯងបន្ទាប់ពីរោគមួយថ្ងៃគ្មានបានអ្វីសោះពួកគេក៏បានសម្រេចចិត្តចូលហាងញ៉ាំអីមួយកន្លែងខណៈពេលដែលអង្គុយញ៉ាំអីគូដូក៏បាននឹកឃើញថាពាក្យថាអូរ៉ូដែលជាភាសាអ៊ីតាលីគឺជាមាសដែលមាននេះហើយគឺពាក់ព័ន្ធទៅនឹងករណីរបស់ឧក្រិដ្ឋកម្មអ៊ីតាលីនឹងឯងខណៈពេលនោះគូដូបានព្យាយាមយល់នៅអត្ថន័យរបស់រូបសញ្ញាទាំងនោះប៉ុន្តែគិតយ៉ាងម៉េចក៏មិនចេញពីអត្ថន័យរូបទាំងនោះដែរពេលនោះក្មេងស្រីអាយូមីក៏បានច្អល់ទៅខាងក្រៅថានោះដូចជាស្រដៀងទៅនឹងរូបសញ្ញាទី2ភ្លាមៗនោះពួកគេក៏បានចេញពីហាងហើយទៅរកនៅហាងមួយទៀតដែលមានផ្លាកសញ្ញាដូចទៅនឹងផ្លាកសញ្ញាទី2ហើយពួកគេក៏បានជិះដំណើរទៅរកផ្លាកសញ្ញាជាបន្តបន្ទាប់ហើយពេលនោះពួកគេក៏បានរកឃើញនៅផ្លាកសញ្ញាដែលដូចទៅនឹងសញ្ញានៅចន្លោះទី3ហើយកន្លែងដែលពួកគេត្រូវទៅចុងក្រោយនោះគឺ Mountain of Treasure ឬក៏ភ្នំនៃទ្រព្យប៉ុន្តែការគិតខុសពីការពិតបន្ទាប់ពីពួកគេបានទៅ Mountain of Treasure ហើយគឺគ្មានរកឃើញកំណប់អ្វីទេខណៈពេលនោះគូដូក៏បានគិតឡើងវិញថាសញ្ញានេះគឺមិនមែនជាសញ្ញាធម្មតាទេហើយសញ្ញានេះគឺជាសញ្ញាដែលមានភ្លើងពណ៌គ្រប់ដណ្ដប់នៅពេលយប់នឹងឯងបន្ទាប់ពីយល់សញ្ញាទាំងអស់នេះរួចមកពួកគេក៏បានបន្តរកឃើញនៅសញ្ញាមួយទៀតហើយសញ្ញាដែលពួកគេត្រូវរកបន្ទាប់នោះគឺជាសញ្ញារូបឆ័ត្រហើយគ្រាន់តែក្រឡេកបន្តិចគូដូក៏បានរកឃើញនៅរូបសញ្ញាឆ័ត្របាត់ទៅហើយរូបសញ្ញាដែលពួកគេត្រូវរកបន្ទាប់នោះគឺជារូបផ្កាយហើយរូបសញ្ញាផ្កាយនេះគឺមិនពិបាករកទេគ្រាន់តែពួកគេមើលទៅគឺឃើញតែម្ដងដោយសារតែរូបផ្កាយនេះគឺវាធំនឹងឯងបន្ទាប់មកពួកគេក៏បានព្យាយាមងាករកមើលរូបសញ្ញាបន្ទាប់ដោយសារតែរូបសញ្ញាគឺវាជាប់គ្នានឹងឯងអញ្ចឹងគឺមានន័យថារូបសញ្ញាបន្ទាប់គឺនៅជាប់ជាមួយនឹងរូបសញ្ញាផ្កាយនឹងឯងហើយគូដូក៏បានរកឃើញរូបសញ្ញានោះនៅលើអគារមួយហើយបើគិតមកដល់ពេលនេះរូបសញ្ញាចុងក្រោយគឺជារូបសញ្ញាត្រីដែលពួកគេកំពុងតែពិភាក្សាថាតើរូបសញ្ញាត្រីនេះគឺនៅទីណាហើយអូនម៉ាប់កែនតាបានគិតថាបើរូបសញ្ញាចុងក្រោយគឺជាត្រីប្រហែលជាវានៅក្នុងទន្លេនឹងឯងហើយមិនដឹងថាអូនកែនតាហ្នឹងវាគិតអីទេគ្រាន់ឃើញរូបសញ្ញាត្រីវាគិតថារូបសញ្ញាត្រីហ្នឹងគឺនៅក្នុងទន្លេនឹងឯងហើយគូដូក៏បានគិតម្ដងទៀតថារូបសញ្ញាចុងក្រោយគួរតែជារូបដែលមានភ្លើងព័ទ្ធជុំវិញនៅពេលយប់នឹងឯងមិនមែននៅក្នុងទន្លេទេ
ភ្លាមៗនោះគូដូក៏បានចាប់អារម្មណ៍ភ្លើងនៅជាប់ស្ពានដែលគូដូគិតថាប្រសិនបើមើលចេញពីអគារនោះប្រហែលអាចនឹងឃើញរូបសញ្ញាត្រីនឹងឯងបន្ទាប់មកពួកគេទាំង4ក៏បានឆ្ពោះទៅអគារនោះដើម្បីស្វែងរករូបចុងក្រោយដែលជារូបត្រីនឹងឯងហើយបន្ទាប់មកគូដូក៏បានប្រាប់ឲ្យ3នាក់នោះងាកមើលទៅឯទន្លេហើយរូបសញ្ញាត្រីដែលយើងគិតថាវាជារូបសញ្ញានោះតែពិតវាមិនមែនជារូបសញ្ញាទេវាគឺជាចំណាំងផ្លាតពីភ្លើងនៅឯស្ពាននឹងឯងហើយរូបត្រីនេះគឺជារូបចុងក្រោយអញ្ចឹងមានន័យថាទ្រព្យសម្បត្តិឬក៏មាសគឺមានន័យថានៅក្នុងអគារនេះនឹងឯងបន្ទាប់មកគូដូក៏បានដើរថយក្រោយដើម្បីឲ្យមើលពីខាងក្នុងទៅខាងក្រៅឲ្យទៅជារូបត្រីខណៈពេលដែលគូដូកំពុងតែដើរស្រាប់តែជន់ទៅនឹងកាក់មួយតែកាក់នោះគឺជាកាក់មាសផងដែរហើយគូដូក៏បានងាកទៅមើលខាងលើហើយក៏ឃើញថង់ចំនួន4ដែលថង់ចំនួន4នោះគឺជាមាសនឹងឯងហើយថង់ចំនួន4នោះត្រូវបានចងភ្ជាប់ជាមួយនឹងខ្សែភ្ជាប់ទៅនឹងពីដានដែលកម្លាំងរបស់គូដូគឺមិនអាចដោះវាចេញបានទេដោយសារតែវាធ្ងន់នោះឯងហើយពួក3នាក់ដែលតាមក្រុមគូដូតាំងពីដើមនោះក៏បានចេញមកហើយក៏បានចងពួកគេទៅនឹងកន្លែងតែម្ដងតែយើងឃើញថាពួក3នាក់នោះគឺមិនទាន់ដឹងថាមាននៅទីកន្លែងណាឡើយទេពេលនោះក៏មានអាចោរម្នាក់ចេញមកក៏បាននិយាយថាត្រូវហើយយើងគឺជាចោរដែលបានលួចធនាគារនៅអ៊ីតាលីតាំងពី1ឆ្នាំមុនហើយបន្ទាប់ពីលួចរួចហើយមេរបស់យើងបានក្បត់ជាមួយនឹងយើងហើយបន្ទាប់មកគាត់ក៏បានយកមាសទាំងអស់រត់ទៅឯជប៉ុនមិនយូរមិនឆាប់ពួកយើងទាំង3ក៏បានតាមគាត់ទៅដល់ឯជប៉ុនហើយក៏បានគម្រាមសួរគាត់អំពីមាសទាំងនោះប៉ុន្តែគាត់មិនបានឆ្លើយប្រាប់យើងទេគាត់លាក់វានៅកន្លែងណាមួយដែលយើងមិនដឹងហើយអ្វីដែលយើងរកឃើញពីកន្លែងគាត់នោះគឺមានតែលេខកូដដែលជារូបសញ្ញានេះឯងហើយដោយសារគាត់មិនប្រាប់ទីតាំងមាសនៅកន្លែងណាពួកយើងក៏បានប្តឹងប៉ូលីសឲ្យចាប់គាត់ហើយមូលហេតុដែលក្រដាសនេះឯងឃើញនៅឯមុខសារមន្ទីរនោះគឺដោយសារនៅពេលដែលយើងឈប់ស្តុបនៅឯសារមន្ទីរខ្យល់បានបក់ប៉ើងនៅក្រដាសនេះទៅនៅមុខឯងតែម្ដងហើយមូលហេតុដែលយើងមិនដណ្ដើមយកក្រដាសនេះភ្លាមៗគឺដោយសារតែពួកយើងបានឃើញពួកក្មេងឯងបានបំបែកនៅកូដនេះបន្តិចម្ដងហើយពួកយើងក៏សម្រេចចិត្តគ្នាថាគឺឲ្យពួកឯងបន្តស្វែងរករបស់នេះឲ្យយើងហើយយើងមិននឹកស្មានថាឯងស្វែងរកវាបានសម្រេចចឹងសោះហើយអាចៅនោះក៏បានគម្រាមគូដូឲ្យប្រាប់ថាកន្លែងណាដែលលាក់ទុកមាសហើយគូដូបានប្រាប់ថាកន្លែងដែលអាចរកឃើញមាសនោះគឺជាកន្លែងដែលអាចមើលឃើញសញ្ញាត្រីពីបង្អួចនោះបានហើយគូដូក៏មានគំនិតមួយដែលគំនិតនេះគឺអាចផ្ដួលនៅចោលទាំង3នោះបានប៉ុន្តែដើម្បីអាចផ្ទុះបានពួកគេទាំង4នាក់គឺត្រូវតែសហការគ្នាបន្ទាប់មកពួកគេទាំង4ក៏បានព្យាយាមដើរតិចៗដើម្បីសំដៅទៅកន្លែងព្យួរនៅថង់មាសចំនួន4នោះឯងហើយគូដូក៏បានយកខ្សែទៅថ្ពួកជាមួយនឹងប្រដាប់ខ្ទាស់ជាមួយនឹងខ្សែដែលចងថង់មាសទាំង4នោះហើយដូចគ្នាយើងដឹងហើយថាមុននឹងមើលឃើញជាមួយនឹងរូបសញ្ញាត្រីគឺត្រូវដើរថយក្រោយចំនួន5ជំហានសិនហើយក៏ងាកទៅលើបានឃើញមាសហើយបន្ទាប់ពួកអាចោរនោះបានដើរថយក្រោយទៅដល់កន្លែងដែលអើតមើលឃើញមាសហើយស្រាប់តែគូដូហើយនឹងគ្នាក៏បានរត់មួយទំហឹងដើម្បីទាញទម្លាក់នៅមាសនោះឲ្យចំពួកអាចោរទាំង3នាក់នោះតែម្ដងបន្ទាប់មកពួកគេទាំង4ក៏បានរត់ទៅប៉ប៉ូលីសហើយប្រាប់រឿងរ៉ាវទាំងអស់ទៅកាន់ប៉ូលីសហើយប៉ូលីសបានចុះទៅចាប់ពួកអា3នាក់នោះតែម្ដងហើយរឿងក្តីនេះក៏បានបិទត្រឹមតែប៉ុណ្ណេះហ្នឹងហើយគ្នាយើងថ្ងៃនេះភាគនេះគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាអ្នកនរគ្នាចូលចិត្តកុំភ្លេចជួយចុច Subscribe ចុច Like ចុចអីផងណាហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅភាគក្រោយទៀតបាយបាយ